នេះគឺជាទូរស័ព្ទស៊េរីកំពូលថ្មីរបស់ក្រុមហ៊ុន Vivo ដែលបងប្អូនយើងតែងតែស្ងើចសរសើរពាក់ព័ន្ធនឹងកាមេរ៉ារបស់វាឡើងជាដើមតែប៉ុន្តែខ្ញុំបានប្រើ Vivo ហ្នឹងគឺច្រើនគ្រឿងបងប្អូនយើងតែប៉ុន្តែខ្ញុំចាប់ផ្ដើមគេស្គាល់ច្រើនដោយសារ Vivo ហ្នឹងតាកាលនោះខ្ញុំបាន review Vivo X អូយូរមកហើយបងប្អូនយើងអ្នកតាមដានខ្ញុំដឹងហើយបាទអញ្ចឹងឥឡូវយើងមកកលេចមើលទៅលើទូរស័ព្ទស៊េរីកំពូលរបស់គាត់តែម្ដងបងប្អូនយើងឥឡូវហ្នឹងទើបចេញទេហើយនេះគឺជាស៊េរី global ទៀតបងប្អូនណាបាទអញ្ចឹងនឹងលក់ចេញជាលក្ខណៈ international market មកតែម្ដងឥឡូវយើងចាប់អារម្មណ៍ខ្លាំងនៅលើ X300 Pro បាទតាមពិត Vivo គេមានស៊េរីមួយទៀតដែល Ultra អាហ្នឹងបានខ្លាំងបងប្អូនណាអញ្ចឹងឥឡូវនេះគឺមាន X200 Ultra បាទជាស៊េរីដ៏កំពូលរបស់គេប៉ុន្តែ China version ទេណាបាទអញ្ចឹងបើថាចង់បាន Amazon គេហៅថា aspect កប់ជាងបងប្អូនយើងអញ្ចឹងទិញ version ចិនទៅអញ្ចឹងគេ focus ក្នុង local market គេហៅថាទីផ្សារក្នុងស្រុកប្រទេសចិនណាបងប្អូនយើងអញ្ចឹងទីផ្សារ global គេដាក់ Azri មកបានហើយគេអត់ឲ្យដាក់ Ultra បានទេគេដាក់ Ultra បានទេចង់និយាយអញ្ចឹងណាអូខេបើអញ្ចឹងនេះគឺជាការរចនាម៉ូដរបស់វាបងប្អូនយើងបើអញ្ចឹង Vivo គឺពូកែទៅលើការ design ទូរស័ព្ទដៃណាពូកែទៅលើការធ្វើ color ឲ្យស្អាតបាទពូកែទៅលើការធ្វើឲ្យថត portrait ទៅវាឃើញល្អអញ្ចឹងទៅហើយ OS របស់គេហ្នឹងគឺ Origin OS ហើយនេះក៏មកជាមួយនឹង Origin OS ដែរបងប្អូនណាបាទអញ្ចឹងគាត់ថាវាអត់ដូច Origin OS version ចិន 100% ទេប៉ុន្តែវាគឺ Origin OS អញ្ចឹងណាបងយើងប៉ុន្តែវានៅមានរសជាតិ font type ខ្លះៗទៅបាទអញ្ចឹងការ design វាហ្នឹងគឺស្តៀង iPhone ហ្នឹងបងយើងមើលនេះបាទរៀង iPhone គឺអញ្ចឹងតែបាទតែការកន្លែងកាមេរ៉ានេះគឺអត់ដូចគ្នាទេណាអានេះគេអំណាចជាងបងប្អូនយើងបាទហើយគេមាន design logo ខាងក្រោយហ្នឹងអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមចុចកន្លែងនេះមួយទៀតមកអូយលយតាមបងប្អូនយើងអូអេក្រង់វារាបស្មើបងប្អូនយើងបាទរាបស្មើដូច iPhone ស៊ីន original អញ្ចឹងបាទពីមុនមក Vivo វាកោងបន្តិចណាបងប្អូនយើងបាទបន្តិចទៅ4កោងទៅ4ជ្រុងមកតែម្ដងអញ្ចឹងឥឡូវរៀបស្មើស្អាតមកស្តៀង iPhone ហ្នឹងបងប្អូនយើងមើលនេះរៀងវាមានអីបងប្អូនយើងស្អាតតាបាទអញ្ចឹងនេះគឺកន្លែង ultra high computing power super image quality អាហ្នឹងគឺពាក់ព័ន្ធនឹង chip គេបងប្អូនយើងនេះ V1 chip គេនេះហ្នឹងពាក់ព័ន្ធនឹងកាមេរ៉ាបងប្អូនយើងដើម្បីធ្វើការ enhance color enhance quality នៃរូបភាពយើងហ្នឹងគេ build in chip ដាច់ដライមួយទៀតបាទអញ្ចឹងគេមានអាហ្នឹងគឺជាចំណុចសំខាន់របស់គេដែលធ្វើឲ្យ Vivo Village Flow បងណាគេមានរូបមន្តគេបាទនេះ sensor គេអញ្ចឹងណាហើយបើសិនយើងនិយាយទៅលើទំហំកាមេរ៉ារបស់គេហ្នឹងគឺ200 megapixel បងប្អូនយើងហើយ sensor របស់គេហ្នឹងគឺគេប្រើ sensor របស់ Samsung នេះគឺជា sensor របស់ Samsung ដែល Samsung design ឲ្យ Vivo បាទ Samsung ធម្មតាបងប្អូនយើងណាគេសិត design chip design sensor ឲ្យ Vivo ហើយបើកាមេរ៉ា Samsung ដូចជាបងប្អូនសួរខ្លួនឯងមើលមួយណាច្បាស់ជាង Samsung និង Vivo បាទអញ្ចឹង sensor របស់ Samsung មុនយើងប៉ុន្តែវាមិនមែន1 inch ទេ sensor នឹងរៀងតូចជាង1 inch តែយ៉ាងណាក៏ដោយ Vivo នៅតែខ្លាំងអញ្ចឹងពាក់ព័ន្ធនឹងកាមេរ៉ារបស់គេណាបាទអញ្ចឹងគេមាន telephoto គេសម្រាប់ការថតវីដេអូអញ្ចឹងណាមុនយើងនេះបាទអាហ្នឹងគឺtelephoto stage photography សម្រាប់ធ្វើការថតរូបនេះមុនយើងមាន20គុណគេ30គុណគេអញ្ចឹងណាហើយអាចថតវីដេអូបានទៀតបាទប៉ុន្មានគុណអញ្ចឹងទៅអានេះគឺ dual 4K view បើអញ្ចឹងថត 4K អាហ្នឹង Samsung គេធ្វើបានយូរហើយបងប្អូនណាដូចថាយើងប្រើកាមេរ៉ាថតប្លង់2ក្នុងពេលតែមួយយើងថតកាមេរ៉ាខ្លួនឯងផងថតមុខខ្លួនឯងផងថតប្លង់ដែលយើងចង់ថតខាងក្រៅផងទៅ Apple ទើបមានដែរឥឡូវហ្នឹងបាទហើយនេះគឺ shooting and record បាទគេចង់និយាយពីអីគេហ្នឹង shooting អូថតផងនេះផងថតផងថតរូបផង record វីដេអូផងក្នុងពេលតែមួយ iPhone ធ្វើបានយូរហើយហ្នឹងខ្ញុំសុំមើលកន្លែង360 degree display view សិនបងប្អូនយើងមើលរូបរាងវាសិន design វាសិននេះបងប្អូនយើងអាចមើលបានណាបាទ 3D view គេអេមែនតើបងប្អូនយើងនេះណាយើងអាចមើលក្រោមបានទៀតនេះជួបមកអេមជាង Apple ទៀតវ៉ាវមិនធម្មតាទេ engineer គេបាទ software development គេនឹងអស់ទាស់មកអើយ Apple សុំខ្មាស់អូនបាទមិនធម្មតាទេ wow ridiculous ខ្ញុំអាច zoom បានទៀតអត់ zoom បានទៀតអូចង់មើលអីគេឥឡូវចង់មើលអីគេណា
ក៏មើលងាយវើយមើលពណ៌នេះមើលមិនជំរើសពណ៌គេទៀតបងប្អូនយើងអូបាទជាតិមែនតើពណ៌នេះបាទអីមកណាឥឡូវយើងចូលមើលលើ spec វាតែម្ដងទៅបងប្អូនយើងខ្ញុំសូមមើលទៅលើ specification របស់វា website ចិនមកមុនយើងយ៉ាងខ្ញុំសូម translate page ចិននេះសិនអូខេបើអញ្ចឹងនេះគឺជាលក្ខណៈសម្បត្តិរបស់វាខ្លះៗបងប្អូនយើងអាហ្នឹងគឺកម្ពស់ទូរស័ព្ទអានេះគឺទៅលើបណ្ដោយទូរស័ព្ទគេនិយាយពីវិមាត្ររបស់វាបងប្អូនយើងហ្នឹងហើយនេះកម្រាស់វាបាទអញ្ចឹងគឺ 7.9 មីលីម៉ែត្រហើយទម្ងន់ហ្នឹងគឺ220ក្រាម listing price បងប្អូនយើង all network ហ្នឹងបងប្អូនយើងនេះគឺ version ចិនទេដូចខ្ញុំនិយាយអញ្ចឹងប៉ុន្តែ version ហ្នឹងគេនឹងដាក់ទៅជា global ពេលក្រោយបាទអញ្ចឹងនេះគឺតម្លៃវាបងប្អូនយើងបូកដកកូនចែកខ្លួនឯងទៅណា X300 Pro 12 256ហ្នឹងគឺ 5290 លុយចិនណាយួនបាទហើយប្រហែល G តាមហ្នឹងទៅបងប្អូនណាហើយយើងមានជម្រើស16 photography kit នេះបងប្អូនយើងឡើងតម្លៃប៉ុណ្ណេះអញ្ចឹងបងប្អូនយើងមើលខ្លួនឯងទៅណាបាទ time to market មកដល់គេហៅថាទីផ្សារបងយើងអញ្ចឹងគឺ October 2025ឥឡូវហ្នឹងឯងបាទអញ្ចឹង processor គឺអត់ប្រើ Snapdragon ទេខ្ញុំគិតថា model version global ក៏ប្រើ MediaTek ផងដែរ chip ហ្នឹងខ្លាំងបងយើងបាទអញ្ចឹង chip ហ្នឹងគេផលិតមកដើម្បីប្រកួត direct មួយទល់មួយជាមួយនឹង Snapdragon 8 Elite Gen 5 តែម្ដងនេះអា chip ហ្នឹងណាខ្លាំងមែនទែនណាហើយវាមាន8 core GPU CPU បងប្អូនណាបាទអញ្ចឹងរត់នៅក្នុងល្បឿន 4.2 GHz អូយលយណាបាទ CPU bit number 64 bit បងប្អូនយើងហើយ nanometer វាហ្នឹងគឺ3 nanometer ណាបាទអញ្ចឹង graphic របស់គេហ្នឹងក៏គេមានឈ្មោះថា small G1 Ultra អាហ្នឹងគឺ GPU របស់គេណា RAM របស់គេហ្នឹងដូចខ្ញុំបាននិយាយហ្នឹងនៅកន្លែងតម្លៃហ្នឹងហើយ RAM បងយើងមើលតាមហ្នឹងទៅណាមានចាប់ពី12ដល់16ហ្នឹងហើយ RAM របស់វាបងយើងstorage ហ្នឹងក៏ដូចគ្នាផងដែរចាប់ពី256ដល់1T អញ្ចឹងទៅណា RAM type បាទ LPDDR5 អានេះវាមិន translate ខុសបច្ចេកទេសហ្នឹងហើយ LPDDR5 បងយើងនឹង ROM របស់វាហ្នឹងនេះ ROM type ហ្នឹងប្រភេទគេហៅថា storage type បងប្អូនយើងគឺ UFS 4.1 អូយលឿនណាស់បងយើងអាហ្នឹង storage ហ្នឹងលឿនបាទហើយថ្មវាហ្នឹងគឺតូចទេបើសិនយើងធៀបជាមួយនឹង Xiaomi ហើយបើសិនយើងធៀបមួយ Honor ខ្ញុំឃើញគេដាក់អញ្ចឹងដែរណាគេធំអស់ហើយបងប្អូនយើង Oppo ក៏ធំផងដែរឮថាដូចជា 7000 ជាងតែនេះវាដូចជាប្រហែល 6500 ណាបាទ 6500 ហើយបើថា global version តូចជាងនេះទៀតបាទតូចជាងនេះអត់ដល់ 1000 ទេបើសិននិយាយ global version ណាខ្ញុំឃើញគេ review ហ្នឹងហើយ review ហ្នឹងខ្ញុំឃើញបរទេស review ពីម្នាក់ឯងថ្មវាតូចទេអត់ដល់ 6000 ហ្នឹងទេបាទប៉ុន្តែនេះគឺជា version ចិនធំហើយ 6500 ហ្នឹងគឺធំហ្មងយើងណាបាទអីទេបាទប៉ុណ្ណឹងគឺគួរសមហើយសាក90 W បូក40 W wireless charge បងប្អូនយើងហើយថ្មហ្នឹងគឺ lithium ion battery អត់ប្រើ silicon carbon ណាមិនចឹងណាអត់ប្រើ silicon carbon ហ្នឹង lithium ណាអត់យល់ដែរហ្នឹង support 4G ណាអត់មាន 5G ទៀតអានេះ version ចិនហ្មងវា list មិនចឹងអានេះពី website Vivo មកយើងមិនមែន website ផ្សេងទេណាគេលោកគេអត់ត list ប៉ុន្តែនេះដូចខ្ញុំនិយាយចឹងវាជា version ចិនហ្នឹងមកយើងណាបាទហើយទៅលើ screen ណា 6.7 inch នេះ 6.7 inch បងប្អូនណាបាទ aspect ratio 20:9 ណា screen to body ratio 90.4 យូរលយណាបងប្អូនយើង94.85 screen to body ratio មានថាវាលឿនសន្ធឹងបានល្អហ្នឹងណាមុនយើងហើយកន្លែងហ្នឹងគឺទៅលើ ekrang resolution វាបាទអានេះគឺ color screen វា HDR support HDR ក៏ support ekrang ហ្នឹងគឺ AMOLED បងប្អូនយើងហើយ 120Hz ណាបាទ ekrang វាគឺ standard ហើយល្អហើយបងប្អូនយើងនេះកាមេរ៉ាវានេះបាទកាមេរ៉ាហ្នឹងកាមេមុខគឺ50 megapixel aim បាត់ហើយណា f2.0 ខាងក្រោយមាន3គ្រាប់50 megapixel gimbal level main camera អាហ្នឹង50 megapixel gimbal main camera 50ហ្នឹងគឺជា sensor របស់ Sony ទេមើលទៅអា lens gold នេះ X300 Pro ប្រើ sensor របស់ Sony yes មិនមែន Samsung ទេបងប្អូនយើង LYT 820 image sensor ណា28 image sensor ដែលមានទំហំ50 megapixel បាទអញ្ចឹងឥឡូវខ្ញុំសូមមើលនៅលើ
នេះអានេះគឺរបស់ X 200 Pro គឺ818ហើយខាងនេះគឺ828អូជា sensor ថ្មីរបស់ Sony មុនយើងហ្នឹងហើយអញ្ចឹង50 megapixel lens gold ហ្នឹងគេអត់ប្រើ sensor របស់ Samsung ទេព្រោះបើសិនជាបងប្អូនយើងនិយាយពីឯកទេសនេះទៅអញ្ចឹង Sony នៅតែនាំមុខ Samsung អញ្ចឹងពាក់ព័ន្ធនឹង sensor design ណាបាទអញ្ចឹងគ្រាន់តែគេប្រើវានៅលើ lens photo ប្រើ Samsung បងប្អូនណាប៉ុន្តែ lens gold របស់គេហ្នឹងអា50 megapixel ហ្នឹងគឺនៅតែប្រើ Sony ដដែលអូខេអញ្ចឹងត្រឡប់ទៅ Vivo យើងវិញហ្នឹងហើយអញ្ចឹងអានេះគឺ Sony បងប្អូនយើងមិនមែន Samsung ទេទល់តែនេះបាន Samsung បងប្អូនណាអា lens zoom នេះបាទនេះ200 megapixel នេះអាហ្នឹងបាន Samsung ប៉ុន្តែ design coating ដោយ coating lens ហ្នឹងគឺដោយ Zeiss ដដែលទេបងប្អូនយើងព្រោះគាត់ថា sensor ហ្នឹងគឺរបស់ Samsung ណាបាទទំហំ aperture ហ្នឹងគឺ f2.6 បាទហើយ ultra wide angle lens របស់គេហ្នឹងប្រហែល50 megapixel ដូចគ្នានេះ ultra wide angle lens របស់គេបងប្អូនណាអូខេបើអញ្ចឹងយើងបានយល់ពីកាមេរ៉ាខ្លះហើយនេះគឺមាន image stabilization គេនេះអាហ្នឹងมันខ្លាំងដែរ Vivo ណាតែបត់ Vivo ធ្វើបានយូរហើយអា gimbal like stabilization នោះបាទធម្មតាទេវានឹងល្អចឹងនិយាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងមើលកន្លែង record video មើលបាទ video recording យើងអាចថត 8K ultra high definition ថត 8K video ដូចតែ Samsung ដែរណាបងប្អូនយើងនេះ 5G support សោះហ្នឹងណាបងប្អូនយើង support 5G សោះហ្នឹងខ្ញុំអត់យល់ដែរ network such as China mobile network និយាយទៅអានេះគឺ version ចិនណាមកនិយាយចំជាស្រ័យកន្លែងហ្នឹងផងតែពេល global ទៅគឺវាផ្សេងណាបាទលាក់ជាដើមថ្មបងប្អូនបានដឹងហើយថ្មមុនយើងណាហើយអីទៀតប្រព័ន្ធកាពីទឹកហ្នឹងគឺវាមានហើយបងប្អូនយើងណាប្រព័ន្ធកាពីទឹក IP68 ហ្នឹងគឺវាមានហើយហ្នឹងហើយ Android 16 Origin OS អញ្ចឹងទៅណាបាទ Bluetooth 5.4 នៃអីទៀតបងប្អូនយើងថ្មហ្នឹងបងប្អូនដឹងហើយលឿនសាក់បងប្អូនដឹងហើយណាបាទហើយ video record ហ្នឹងបងប្អូនយើងបានដឹងហើយថត 8K ថត log ថតអីទៅគឺធ្វើបានទាំងអស់បងប្អូនយើងពាក់ព័ន្ធអាហ្នឹង Vivo X300 Pro មួយនេះហ្នឹងហើយបងប្អូនយើងបើអញ្ចឹងខ្ញុំគិតថាបើសិនជាវាចេញជាទីផ្សារ global វាមិនថោកទេណា Vivo ហ្នឹងក៏ថ្លៃអាក្រក់ណាស់ដែរបាទប៉ុន្តែវាក៏មិនដល់ iPhone ដែរមកយើងអាចលបាក់ 1K អញ្ចឹងទៅណាបើសិនជាដល់តម្លៃ global បាទអញ្ចឹងឃើញថាវាអូខេទេប៉ុណ្ណឹងមកយើងតែវាថ្លៃដែរចង់និយាយអញ្ចឹងបាទអញ្ចឹងបើថាចង់បានធូរប្រើ version ចិនទៅ version ចិនប្រើបានដូចគ្នាប៉ុន្តែ zoom សួរ speed លើផងចង់និយាយអញ្ចឹងណាហ្នឹងហើយបងយើងបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកពាក់ព័ន្ធទៅនឹង Vivo X300 Pro ណាបងយើងបាទអញ្ចឹងសង្ឃឹមបងប្អូនយើងចូលចិត្តជួបគ្នានៅឱកាសក្រោយបាយ